បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំថ្ងៃនេះខ្ញុំមាន3គន្លឹះសម្រាប់ចែករំលែកទៅកាន់បងប្អូនអរគ្នាក្នុងនោះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីវិធីសាស្ត្រក្នុងការរក្សាគុណភាពថ្មរបស់យើងណាឲ្យមានសុខភាពល្អក៏ដូចជាប្រើប្រាស់បានយូរមិនងាយស្រកនៅគុណភាពថ្មអញ្ចឹងតើតើមកគុណភាពថ្មហ្នឹងគឺបងប្អូនអាចចូលទៅមើលនៅក្នុង setting អញ្ចឹងពេលដែលបងប្អូនចូលមកដល់ setting ហើយបងប្អូនចូលទៅកាន់ battery តើមកយើងចូលទៅកាន់ battery health អញ្ចឹងនេះគឺជាគុណភាពថ្មក៏ដូចជាសុខភាពថ្មរបស់យើងណាអញ្ចឹង capacity ហ្នឹងគឺខ្ញុំនៅ 100% ខ្ញុំទើបសាកបាន17ដងអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញគន្លឹះដែលធ្វើឲ្យភាគរយថ្មនេះរក្សាបានយូរមិនន័យថាមិនរក្សាបានរហូតទេគាត់ថារៀងយូរថាយើងសាកច្រើនដងហើយវាអត់ងាយស្រកភាគរយណាចឹងខ្ញុំមាន3ចំណុចក្នុងការចែករំលែកទៅកាន់បងប្អូនអរគ្នាដើម្បីជាគន្លឹះក្នុងការថែទាំចឹងពាក់ព័ន្ធមួយកន្លឹះទី1គឺបងប្អូនអាចចូលមកក្នុង setting យើងចូលមកកាន់ general យើងចូលមកកាន់ background and app refresh ចឹងកន្លែងនេះបងប្អូនអាចធ្វើការបិទទាំងអស់ក៏បានឬបងប្អូនអាចធ្វើការបិទទៅលើ app ណាមួយក៏បានដែរឧទាហរណ៍ថាបងប្អូនបើកអញ្ចឹងបងប្អូនអាចចុចទៅលើ app ណាមួយក៏បានឬក៏បងប្អូនធ្វើការ off តែម្ដងក៏បានដែរព្រោះមុខនេះវាអាចស៊ីថ្មអញ្ចឹងថ្មយើងវាឆាប់អស់វាធ្វើឲ្យគុណភាពថ្មរបស់យើងក៏ធ្លាក់ចុះដែរពេលដែលយើងសាកច្រើនដងពេកណាអញ្ចឹងចូលមកដល់កន្លឹះទី2បងប្អូនចូលមកកាន់ setting ដដែលដែលគ្រាន់តែបងប្អូនចូលមកកាន់ display and brightness អញ្ចឹងយើងចូលមកនឹងមកបន្ទាប់មកបើសិនជាបងប្អូនមានមុខងារ always on display យើងចូលមកហ្នឹងបើសិនជាបើគឺយើងធ្វើការអាចបិទបានមុខងារនេះខ្ញុំគិតថាមុខងារ always on display នេះវាបង្ហាញឲ្យទូរស័ព្ទរបស់យើងគឺក៏ចាប់អត់ថ្មដែរអញ្ចឹងបើសិនជាបងប្អូនបើកឬបងប្អូនធ្វើការចុច sleep លើនេះអញ្ចឹងវាមានមុខងារ always on display នេះវាធ្វើឲ្យទូរស័ព្ទរបស់យើងស៊ីថ្មអញ្ចឹងក៏ងាយអស់ថ្មយើងសាកច្រើនដងទូរស័ព្ទរបស់យើងវាក្តៅហើយវាឆាប់អស់ថ្មអញ្ចឹងវាឆាប់ថយនៅគុណភាពថ្មដូចគ្នាដែរខ្ញុំគិតថាវាអាចជួយ save យើងមួយចំណុចដែរអញ្ចឹងសម្រាប់មុខងារ always on display នេះខ្ញុំធ្វើការបិទដើម្បីជួយសន្សំសំចៃថ្មរបស់ខ្ញុំអញ្ចឹងចូលមកដល់ចំណុចទី3ចុងក្រោយនេះគឺពាក់ព័ន្ធមួយ battery អញ្ចឹងក្នុង battery នេះគឺបងប្អូនចូលមកក្នុង battery បន្ទាប់មកបងប្អូនចូលមកខាង charging អញ្ចឹងបងប្អូននឹងឃើញការកំណត់ទៅលើការសាកថ្មមានន័យថាបើសិនជាបងប្អូនយក 100% នោះទូរស័ព្ទបងប្អូនហ្នឹងគឺសាកពេញ 100% ក៏អាចធ្វើឲ្យចាប់ខូចថ្មដែរដោយសារវាក្តៅបងប្អូនអរគ្នាពេលដែលយើងសាកដល់ 100% ទូរស័ព្ទយើងក្តៅខ្លាំងហើយថ្មយើងវាពេញពេកជាទូទៅយើងអាចកំណត់បានត្រឹម 85% ឬក៏ 80% គឺវាល្អសម្រាប់សុខភាពថ្មរបស់យើងមានថាថ្មរបស់យើងវាអត់ឆ្អែតក្នុងការសាកពេកណាបងប្អូនអរគ្នាអញ្ចឹងធ្វើឲ្យទូរស័ព្ទរបស់យើងហ្នឹងគឺដំណើរការស្រួលហើយថ្មរបស់យើងហ្នឹងគឺអត់ងាយឆាប់ស្រកភាគរយថ្មទេនៅលើទូរស័ព្ទរបស់យើងណាអញ្ចឹងខ្ញុំមាន3ចំណុចនេះសម្រាប់ចែករំលែកទៅកាន់បងប្អូនអរគ្នាបើសិនជាពេញចិត្តកុំភ្លេចចុច like subscribe channel ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗហើយខ្ញុំនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយ